សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទបើសិនជាអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមរកលុយអនឡាញជាមួយនឹង Facebook ឬក៏ YouTube អញ្ចឹងការមាន Gmail account គឺជារឿងដ៏ចាំបាច់ជាទីបំផុតក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានៅរបៀបបង្កើតនៅ Gmail account ជាដំណាក់កាលពីដំបូងរហូតទៅដល់បងប្អូនទាំងអស់គ្នាអាចយកទៅបង្កើតYouTube ដើម្បីរកលុយក៏ដូចជា Facebook ឬក៏យកទៅប្រើប្រាស់ជាប្រយោជន៍ផ្សេងៗនៅក្នុងតាមរយៈអនឡាញឬក៏ផ្សេងៗបាទអញ្ចឹងយើងចូលទៅចាប់ផ្ដើមបង្កើតអនុវត្តនៅការបង្កើតនៅ account Gmail ទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអូខេតោះនេះអញ្ចឹងឥឡូវយើងចូលមកអនុវត្តការបង្កើតនៅ Gmail account ទាំងអស់គ្នាអញ្ចឹងបងប្អូនបើក Chrome របស់បងប្អូនមកបាទខ្ញុំបើក Chrome ហើយកន្លែងនេះបងប្អូនអញ្ចឹងបងប្អូនវាយពាក្យបើក Chrome ហើយបើក tab ថ្មីបងប្អូនវាយពាក្យថា Gmail មកបាទ Gmail ប៉ុណ្ណឹងគឺបងប្អូន enter ទៅបាទវានឹង load មកដល់ទីនេះហើយបាទអញ្ចឹងមកដល់កន្លែងនេះគឺបងប្អូនយកពី create Gmail account កន្លែងនេះណាបងប្អូនបាទអញ្ចឹងបងប្អូនចុចលើនេះមកបាទបងប្អូនមកដល់ចំណុចនេះគឺបងប្អូននឹងឃើញមានការណែនាំរបស់ Gmail អីផ្សេងៗអញ្ចឹងណាអញ្ចឹងបងប្អូនទាញមកក្រោមបងប្អូនបាទមើលកន្លែងនេះបាទដល់កន្លែងនេះគឺបងប្អូនចុចយកពាក្យថា create an account ចុចលើនេះមកបងប្អូនបាទអូខេមកដល់កន្លែងនេះគឺមានឲ្យ sign in កន្លែងនេះគឺយើងមាន email ហើយវាឲ្យយើង sign in ចូលបងប្អូនអញ្ចឹងយើងបង្កើតថ្មីបងប្អូនចុចយកកន្លែងខាងក្រោមនេះវិញណា create account អូខេបងប្អូនចុចលើនេះមកបាទអញ្ចឹងយើងចុចលើនេះវានឹងចេញ3ឲ្យយើងទី1គឺយើងបង្កើតសម្រាប់ផ្ទាល់ខ្លួន for my personal use and ទី2គឺ for my child សម្រាប់កូនរបស់យើងទី3គឺសម្រាប់ការធ្វើការឬក៏ business អីផ្សេងៗណាបងប្អូនទាំងអស់គ្នាទី3គឺសម្រាប់ការធ្វើការឬក៏ business អីផ្សេងៗទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងយកទី1មកបងប្អូនយកទីប្រមាណក៏បានដែរប៉ុន្តែយកល្អបងប្អូនយកនិយាយទៅបងប្អូនយកទីប្រមាណក៏បានដែរប៉ុន្តែខ្ញុំយកទី1បងប្អូនណាបាទអូខេបន្តមកដល់កន្លែងនេះគឺយើងត្រូវដាក់បាទបំពេញទី1គឺឈ្មោះរបស់យើងទី2គឺនិយាយទៅបំពេញឈ្មោះរបស់យើងកន្លែងនេះណា first name and last name បាទអញ្ចឹងយើងបំពេញមកឧទាហរណ៍ថាឈ្មោះខ្ញុំបំពេញឈ្មោះរបស់ខ្ញុំគឺសុភ័ក្រមេកន្លែងនេះបងប្អូនអាចដាក់ឈ្មោះបងប្អូនពេញមិនណាបាទនាមតកូលនិងនាមខ្លួនមកព្រោះ email គឺសំខាន់ពេលដែលយើងប្រើប្រាស់តែថ្ងៃក្រោយបាទអូខេខ្ញុំដាក់បែបនេះហើយខ្ញុំចុចពាក្យថា next បន្តមកទៀតបាទមកដល់កន្លែងនេះ basic information អញ្ចឹងបងប្អូនអ្នកគ្នាទី1គឺខែទី2គឺថ្ងៃទី2គឺតាក់ទងទៅនឹងឆ្នាំអញ្ចឹងយើងទី4នេះគឺ page អញ្ចឹងបងប្អូននេះថ្ងៃខែឆ្នាំកំណើតរបស់យើងបងប្អូនបាទអញ្ចឹងឧទាហរណ៍ថាបងប្អូនកើតនៅខែប្រមាណបងប្អូនឧទាហរណ៍ថាកើតនៅខែ5ថ្ងៃទីប្រមាណថ្ងៃទីបាទ26អញ្ចឹងទៅបាទហើយឆ្នាំប្រមាណឆ្នាំ1996អញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនបំពេញមកថ្ងៃខែឆ្នាំកំណើតរបស់បងប្អូនបាទកន្លែងនេះគឺ gender យើងដាក់បើសិនជាស្រីយើងដាក់ female មកប្រុសដាក់ male មកណាបងប្អូនទាំងអស់គ្នាយើងយក male បាទបន្តមកទៀតគឺយើងយកពាក្យថា next នេះបងប្អូនកន្លែង page នេះបងប្អូនបើសម្រាប់ជាយោបល់របស់ខ្ញុំវាមាន4ក៏ប៉ុន្តែបងប្អូនត្រូវតែដាក់ទៅណា male female អីចឹងទៅបាទបន្តមកទៀតយើងចុចពាក្យថា next បងប្អូនទាំងអស់គ្នាបាទមកដល់កន្លែងនេះគឺ email សាក់ចេះឲ្យយើងថាយើងមាន3មេសុភ័ក្រ0ឬក៏មេសុភ័ក្រ540ឬក៏ទី3គឺយើងអាចបង្កើតដោយខ្លួនឯងអញ្ចឹងបងប្អូនបើជ្រើសរើសខាងលើនេះគឺទៅអូតូអញ្ចឹងបើសិនជាបងប្អូនចង់បង្កើតខ្លួនឯងឧទាហរណ៍ថាដាក់ឈ្មោះបែបណាអញ្ចឹងណាបងប្អូនចុចយកខាងក្រោមនេះអញ្ចឹងខ្ញុំអត់យកតាមការ suggest របស់ email ទេគឺខ្ញុំយកពាក្យ create own អញ្ចឹងឧទាហរណ៍ថាបាទមេឬមួយក៏ខ្ញុំដាក់ថាសុភ័ក្រដតមេអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទអូខេដតមេចេះមក11អញ្ចឹងទៅនេះគឺខ្ញុំចង់បានបែបនេះបាទអញ្ចឹងបន្តមកទៀតបងប្អូនដាក់ឈ្មោះដែលបងប្អូនចង់បានហើយបងប្អូនចុចពាក្យថា next បងប្អូនណាបាទឈ្មោះនេះអត់មានដោយសារយើងដាក់ខុសកន្លែងនេះអញ្ចឹងយើងដាក់ជាចុចមួយវិញក៏បានដែរបាទបែបនេះណាគឺ Facebook អត់ allow ទេពាក្យខ្លះគឺ Facebook អត់ allow ទេបងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងយើងខ្ញុំដាក់បែបនេះបាទអូខេហើយ
ចំណុចសំខាន់បងប្អូនទាំងអស់គ្នាគឺ create a strong password មានន័យថាកន្លែងនេះយើងត្រូវដាក់ password អញ្ចឹង password គឺជាគេហៅថាចំណុចសំខាន់នៅក្នុងការបង្កើត Gmail ដែរបងប្អូនត្រូវតែដាក់ហើយត្រូវតែចាំណាបងប្អូនព្រោះនៅពេលដែលយើងបង្កើត Gmail យកទៅបង្កើត YouTube ដើម្បីរកលុយឬក៏ Facebook ឬក៏អីផ្សេងយើង log in ទៅ device ផ្សេងគឺយើងត្រូវការ password នឹងឯងជាចាំបាច់អញ្ចឹងបងប្អូនត្រូវបង្កើតហើយបងប្អូនត្រូវចាំខ្លួនឯងណាបងប្អូនបាទអញ្ចឹងនៅខាងលើនេះបាទខ្ញុំដាក់ password របស់ខ្ញុំបងប្អូនដាក់ password បងប្អូនណាបាទហើយទី2នេះគឺយើងដាក់ឲ្យដូចទី1អញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទចឹងបើសិនជាបងប្អូនដាក់កន្លែងនេះអត់ដូចគ្នាទេគឺវាអត់ឲ្យទេអញ្ចឹងខ្ញុំដាក់ហើយកន្លែងនេះបងប្អូនទាំងអស់គ្នាបងប្អូនអត់ច្បាស់បងប្អូនអាចចុចពាក្យសូខាងក្រោមនេះវានឹងបង្ហាញ password កន្លែងហ្នឹងណាបងប្អូនទាំងអស់គ្នាបាទឧទាហរណ៍បងប្អូនអត់ច្បាស់បងប្អូនអាចចុចមកវានឹងបង្ហាញបងប្អូនដែរបាទអញ្ចឹងបន្ទាប់ពីយើងបង្កើត password ហើយយើងយកពាក្យថា next បាទមកដល់កន្លែងនេះគឺទាមទារឲ្យ verify ទាក់ទងទៅនឹង phone number អញ្ចឹងយើងដាក់លេខទូរស័ព្ទមកណាដើម្បីទទួលបានកូដបងប្អូនទាំងអស់គ្នាបាទសំខាន់ដែរកន្លែងនេះព្រោះពេលក្រោយ Gmail ពេលដែលយើង log in អីផ្សេងវានឹងផ្ញើ password ហ្នឹងមកលេខទូរស័ព្ទហ្នឹងដែរបងប្អូនអញ្ចឹងបច្ចុប្បន្ននេះគឺ Gmail អាចនិយាយបានថានេះគឺជា security key មួយបាទបន្ទាប់ពីយើងដាក់ហើយយើងចុច next មកបាទ Gmail នឹងធ្វើការផ្ញើលេខកូដមកទូរស័ព្ទរបស់យើងហើយនេះខ្ញុំទទួលបានហើយអញ្ចឹងខ្ញុំវាយចូលបាទបន្ទាប់ពីវាយចូលហើយបងប្អូនទាំងអស់គ្នាចុចពាក្យថា next បាទអូខេមកដល់កន្លែង add recovery email នេះក៏សំខាន់ដែរអញ្ចឹងបើសិនជាបងប្អូនមាន email បងប្អូនគួរតែ add ចូលហេតុអីព្រោះនៅពេលដែលយើងភ្លេច password អីផ្សេងយើងអាចយក email ហ្នឹងទៅ recovery បានមានន័យថាទាញយក email របស់យើងនឹងបានក៏ប៉ុន្តែបើសិនជាបងប្អូនទើបតែបង្កើតថ្មីអត់ទាន់មាន email អត់ទាន់អីទេបងប្អូនអាចយកពាក្យ skip នេះបានណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងកន្លែងនេះយើង skip មកសម្រាប់បងប្អូនអត់ទាន់មានបាទអូខេមកដល់កន្លែងនេះគឺ review your account បាទ information កន្លែងនេះអញ្ចឹងមានន័យថា account របស់យើងនេះគឺឈ្មោះរបស់យើងបាទហើយនេះជា Gmail របស់យើងបាទបើសិនជាអត់មានបញ្ហាអីទេអត់ផ្លាស់ប្ដូរទេបងប្អូនចុចពាក្យថា next នេះមកបងប្អូនណាបាទអូខេបងប្អូនទាំងអស់គ្នាមកដល់ចំណុចនេះគឺ privacy and term អញ្ចឹងមានន័យថានេះគឺជាលក្ខខណ្ឌកង្ត្រាបើនិយាយខ្លីទៅជាមួយនឹងខាង Google ណាចឹងកន្លែងនេះបងប្អូនអានក៏អានព្រោះវាមានប្រយោជន៍ដែរបើសិនជាបងប្អូនមិនអានទេបងប្អូនទាញមកក្រោមអស់មកណាបងប្អូនទាំងអស់គ្នាហើយយកពាក្យកន្លែង more option នេះទាញមកក្រោមអស់ទេកន្លែងនេះបងប្អូនយកពាក្យ agree នេះមកទាញមកក្រោមអស់មកនិយាយខ្លីគឺបងប្អូនមិនចុចអីទៀតទេយកពាក្យថា agree នេះមកបងប្អូនណាបាទអូខេឥឡូវនេះយើងបាន Gmail account មួយហើយបាទបងប្អូនទាំងអស់គ្នាអញ្ចឹងយើងអាចចូលទៅបំពេញព័ត៌មានអីផ្សេងនៅក្នុង Gmail account ហើយ Gmail account នេះគឺសំខាន់ណាស់សម្រាប់យកទៅបង្កើតនៅ YouTube ដើម្បីរកលុយបង្កើតនៅ Facebook ឬក៏បង្កើតនៅប្រើប្រាស់នៅក្នុងការ business online អីផ្សេងណាបងប្អូនទាំងអស់គ្នាបាទអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាននៅវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនមានចម្ងល់អីផ្សេងអាច comment សួរនៅខាងក្រោមបានបាទឬក៏ឆាតមកកាន់Telegram ក៏ Facebook page របស់ខ្ញុំបានខ្ញុំនឹងរីករាយនឹងឆ្លើយជូនបងប្អូនគ្នាអញ្ចឹងនៅក្នុងវីដេអូបន្តទៀតយើងនឹងចូលទៅអនុវត្តនៅការបង្កើតនៅ YouTube ដើម្បីរកលុយទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាបាទ